នៅក្នុងថ្ងៃទី12ខែសីហានេះត្រូវជាថ្ងៃមមីដែលយ៉ាងឆ្នាំដែលល្អប្រសើរដែលហេងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំមមែចហើយនឹងខាលចំពោះអ្នកដែលត្រូវការធាតុដីហើយនឹងភ្លើងក៏ល្អ50%ផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នទៅលើមុខរបរអាជីវកម្មការងារជាពិសេសទៅលើទំនាក់ទំនងសម្ព័ន្ធភាពមានឆ្នាំជូតធាតុទឹកវ័យ55ឆ្នាំនិងជូតធាតុឈើវ័យ43ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះមានទិសខាងជើងហើយនឹងទិសខាងត្បូងឈៀងខាងកើតចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់លាបយើងអាចប្រើប្រាស់បាននៅទិសខាងកើតទី2 90អង្សាដោយការដាក់ជាទឹកមានចលនាឬក៏យើងដុតទៀន9ដើមក៏បានក្នុងករណីដែលយើងពិបាកនៅក្នុងការគ្រប់គ្រងភ្លើងទៀនយើងអាចដោតជាគោមអំបិលបានក្នុងទិសនឹងផ្ទាល់ចំពោះបងប្អូនដែលមានទិសស្នេហ៍ឬក៏អ្នកដែលមិនមានទិសស្នេហ៍ក៏យើងអាចចាប់ស្នេហ៍បានផងដែរនៅថ្ងៃនេះផ្ទាល់ដោយការដាក់ជាផ្កាស្រស់ឬក៏យើងដុតជាទៀនក្អូបធូបក្អូបនៅក្នុងទិសនឹងកាន់តែល្អប្រសើរថែមទៀតម៉ោងដែលយើងធ្វើការចាប់រៀបឬក៏ចាប់ស្នេហ៍ល្អប្រសើរនៅក្នុងទិសនឹងផ្ទាល់នៅក្នុងចន្លោះម៉ោង5ទៅម៉ោង7ព្រឹកនិងមួយវេនទៀតនៅក្នុងករណីខកខានយើងអាចធ្វើម៉ោង3ទៅម៉ោង5រសៀលចំពោះថ្ងៃនេះផ្ទាល់យើងឃើញថាជាថ្ងៃ Open Day ដែលមានថាមពលល្អប្រសើរកិច្ចការងារសំខាន់ដែលយើងអាចចាប់ផ្ដើមឬក៏ប្រព្រឹត្តទៅល្អមានដូចជាការចាប់ផ្ដើមអាជីវកម្មឬក៏ពាណិជ្ជកម្មថ្មីការចាប់ផ្ដើមការសិក្សាថ្មីបុកគ្រឹះសាងសង់ជួសជុលផ្លាស់ប្ដូរទីលំនៅអាពាហ៍ពិពាហ៍ការផ្ដាច់ឬក៏រំលាយកិច្ចសន្យាការអធិដ្ឋានសមាធិបន់ស្រន់ការធ្វើកិច្ចតាមបែបសាសនាការធ្វើទីផ្សារទំនាក់ទំនងដំណើរកម្សាន្តល្អប្រសើរចំពោះការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពឬក៏ក្នុងករណីដែលយើងមានការវះកាត់គួរតែមានការយកចិត្តទុកដាក់ពិនិត្យវិจัยឲ្យបានល្អិតល្អន់ទៅលើកិច្ចការងារនេះសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អនៅក្នុងថ្ងៃទី12នេះ